ធ្លាប់មានក្មេងប្រុសម្នាក់រស់នៅក្នុងភូមិមួយតូចបំផុតគេឈ្មោះកាបៀគេក្រីក្រណាស់ក្រដល់ថ្នាក់ដែលហៅប៉ៅរបស់គេទទេស្អាតស្ទើររាល់ថ្ងៃស្បែកជើងរបស់គេមានធ្លួសកាបូបសាលារបស់គេរហែកហើយពេលខ្លះគេចូលគេងទាំងឃ្លានប៉ុន្តែមានរបស់មួយក្នុងខ្លួនរបស់កាបៀដែលគ្មានអ្នកណាមើលឃើញឡើយវាជាក្តីសុបិនរបស់គេចង់ធ្វើអ្វីមួយដែលធំដុំក្នុងជីវិតអ្វីមួយដែលនឹងផ្លាស់ប្ដូរវាសនារបស់គេនិងវាសនារបស់គ្រួសារគេប៉ុន្តែរាល់ដងដែលកាបៀចែករំលែកក្តីសុបិនរបស់គេអ្នកស្រុកតែងតែសើចចំអកពួកគេនិយាយថាក្មេងប្រុសដែលហៅប៉ៅទទេអាចគិតគូរពីរឿងធំបានយ៉ាងម៉េចឯងគួរតែគិតត្រឹមរកនំប៉័ងសម្រាប់ថ្ងៃស្អែកទៅបានហើយសម្ដីរបស់ពួកគេធ្វើឲ្យគេឈឺចាប់ប៉ុន្តែនៅក្នុងចិត្តជ្រៅកាបៀជឿថាអនាគតរបស់គេមិនត្រូវបានកំណត់ដោយស្ថានភាពបច្ចុប្បន្នរបស់គេទេល្ងាចមួយកាបៀកំពុងអង្គុយចិត្តទន្លេដោយអារម្មណ៍ក្រៀមក្រំគ្រូដែលមានប្រាជ្ញាចាស់ម្នាក់ឈ្មោះគូរូជីបានឃើញគេហើយសួរថាហេតុអ្វីបានជាកូនមើលទៅហាក់មានទុក្ខព្រួយយ៉ាងនេះកាបៀឆ្លើយថាលោកគ្រូគូរូជីមនុស្សគ្រប់គ្នាថាខ្ញុំមិនអាចធ្វើអ្វីដែលអស្ចារ្យបានទេព្រោះខ្ញុំក្រពួកគេថាក្តីសុបិនរបស់ខ្ញុំធំពេកសម្រាប់ក្មេងប្រុសម្នាក់ដែលគ្មានអ្វីនៅក្នុងដៃគូរូជីញញឹមហើយហុចកញ្ចក់មួយឲ្យគេគាត់និយាយថាសុំលឹងមើលកញ្ចក់នេះតើកូនឃើញអ្វីខ្លះកាបៀឆ្លើយថាខ្ញុំឃើញខ្លួនឯងគូរូជីសួរថាតើកូនឃើញការឈឺចាប់នៅក្នុងភ្នែករបស់កូនទេកាបៀងក់ក្បាលយឺតគូរូជីនិយាយថាឥឡូវមើលឲ្យកាន់តែជ្រៅទៅទៀតតើកូនអាចឃើញភ្លើងដែលលាក់នោះពីក្រោយការឈឺចាប់នោះទេកាបៀមើលម្ដងទៀតហើយលើកនេះគេមានអារម្មណ៍ថាមានអ្វីមួយដ៏មានថាមពលកំពុងសម្លឹងត្រឡប់មកគេវិញគូរូជីនិយាយថាភ្លើងនេះគឺជាជំនឿរបស់កូនមនុស្សភាគច្រើនប្រងើយកន្តៃនឹងវាហើយបោះបង់ចោលប៉ុន្តែប្រសិនបើកូនការពារភ្លើងនេះផ្ដល់ចំណីដល់វាដោយភាពក្លាហាននិងវិន័យវានឹងបំភ្លឺផ្លៃរបស់កូនទោះបីជានៅឆ្នូររាត្រីដ៏ងងឹតបំផុតក៏ដោយគាត់បន្ថែមថាមនុស្សនឹងព្យាយាមបិទបាំងកញ្ចក់របស់កូនដោយធូលីពួកគេនឹងធ្វើឲ្យកូនជឿថាកូនមិនគ្រប់គ្រាន់ទេប៉ុន្តែកូនត្រូវតែបន្តសម្អាតវាដោយសកម្មភាពរបស់កូនបន្តមើលឃើញខ្លួនឯងពិតប្រាកដជារៀងរាល់ថ្ងៃហើយកុំភ្លេចនៅអ្វីដែលកូនអាចធ្វើបានឡើយកាបៀបានទទួលយកកញ្ចក់និងសារនោះទុកក្នុងចិត្តចាប់ពីថ្ងៃនោះមកគេបានអនុវត្តមេរៀនដដែលនេះទៅក្នុងជីវិតរបស់គេបានចាប់ផ្ដើមអានសៀវភៅគ្រប់ក្បាលដែលគេអាចរកបានគេបានហាត់សរសេរគេបានរៀនសូត្រពីកំហុសគ្រប់យ៉ាងហើយគេបានយល់ស្ដេចមិនមែនត្រឹមតែរៀនជាប់ថ្នាក់ទេប៉ុន្តែចង់ក្លាយជាអ្វីមួយដែលនឹងផ្លាស់ប្ដូរវាសនាគ្រួសាររបស់គេដំណើរជីវិតរបស់គេមិនងាយស្រួលទេម្ដាយរបស់គេឈឺធ្ងន់ណាស់ហើយត្រូវការថ្នាំដែលពួកគេមិនមានលទ្ធភាពទិញជានិច្ចនាំឪពុករបស់គេជាកសិករចំណាស់ក្រីក្រម្នាក់ដែលធ្វើការពេញមួយថ្ងៃក្រោមពន្លឺថ្ងៃហើយនៅតែត្រឡប់មកផ្ទះវិញដោយដៃទាន់កាបៀដឹងថាគេត្រូវតែធ្វើអ្វីមួយរៀងរាល់ព្រឹកកាបៀទៅសាលារៀននៅពេលល្ងាចគេធ្វើការនៅតូបលក់តែតូចមួយលាងកែវនៅបម្រើអតិថិជននៅថ្ងៃចុងសប្តាហ៍គេបានជួយជាងជួសជុលនៅក្នុងស្រុកម្នាក់ដើម្បីរៀនជំនាញហើយរាល់យប់នៅពេលដែលអ្នកភូមិបានដេកលក់អស់កាបៀអាចគួយនៅក្រោមពន្លឺស្រអាប់ហើយរៀនសូត្រដោយការផ្ដោតអារម្មណ៍ពេញលេងគេបានលះបង់ការគេងលំហែនិងសូម្បីតែអាហារនៅពេលខ្លះប៉ុន្តែគេមិនដែលឈប់ឡើយកញ្ចក់របស់គេក្តីសុបិនរបស់គេតែងតែនៅពីមុខគេជានិច្ចច្រើនឆ្នាំបានកន្លងផុតទៅយូរទៅគេបានចាប់ផ្ដើមអាជីវកម្មជួសជុលទូរស័ព្ទតូចមួយនៅជ្រុងភូមិគេបានសន្សំរាល់រូពីដោយប្រុងប្រយ័ត្នយូរទៅគេបានបើកហាងលក់គ្រឿងអេឡិចត្រូនិកតូចមួយគេធ្វើការទាំងយប់ទាំងដៃប្រព្រឹត្តចំពោះអតិថិជនគ្រប់រូបដោយការវិនិយោគអ្វីគ្រប់យ៉ាងដែលគេរកបានដោយមានឆន្ទៈដ៏មុតមាំនិងការរៀបចំផែនការដ៏ឆ្លាតវៃអាជីវកម្មរបស់គេបានរីកចម្រើនពីហាងមួយគេបានបើកបាន3បន្ទាប់មកគេបានដាក់លក់ម៉ាកយីហោគ្រឿងបន្ថែមទូរស័ព្ទផ្ទាល់ខ្លួនរបស់គេមនុស្សដដែលដែលទូលាប់សอยចំអកអីគេឥឡូវនេះបានរងចាំនៅខាងក្រោយការិយាល័យរបស់គេដើម្បីស្វែងរកឱកាសធ្វើការជាមួយគេការព្យាបាលម្ដាយរបស់គេបានក្លាយជាទៀងទាត់ហើយឪពុករបស់គេលែងចាំបាច់ធ្វើការនៅខឹងស្រែចំការទៀតហើយគ្រូគូរូជីបានមកសួរសុខទុក្ខគេមួយថ្ងៃកាបៀបានស្វាគមន៍គាត់ដោយក្តីគោរពយ៉ាងជ្រាលជ្រៅ
គូរូជីញញឹមហើយនិយាយថាកូនឃើញទេកាបៀពិភពលោកព្យាយាមធ្វើឲ្យក្មេងប្រុសក្រគិតរឿងតូចតាចប៉ុន្តែអ្នកដែលហ៊ានគិតធំគឺបានសរសេររឿងរបស់ខ្លួនឡើងវិញកូនគឺជាផោះតាងដែលថាក្តីសុបិនមិនត្រូវបានវាស់ដោយលុយក្នុងហោប៉ៅរបស់កូនទេប៉ុន្តែដោយចក្ខុវិស័យនៅក្នុងបេះដូងរបស់កូនមិត្តជាទីស្រឡាញ់ប្រសិនបើអ្នកមានផ្កាភ្លើងនៃក្តីសង្ឃឹមបន្តិចបន្តួចនៅក្នុងបេះដូងរបស់អ្នកនេះកុំទុកវាសម្រាប់តែខ្លួនឯងចែករំលែករឿងនេះទៅកាន់នរណាម្នាក់ដែលត្រូវការភាពក្លាហានចុច like វីដេអូនេះ Subscribe ជាវ Channel នេះហើយចូលរួមជាមួយខ្ញុំនៅក្នុងដំណើរនៃកម្លាំងចិត្តនិងប្រាជ្ញានេះចងចាំថាជំពូកបន្ទាប់នៃភាពជោគជ័យរបស់អ្នកចាប់ផ្ដើមនៅពេលដែលអ្នកហ៊ានគិតធំចាប់ផ្ដើមថ្ងៃនេះទៅ